ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយៈសោធិរតដាដែលស្ថិតនៅចម្ងាយប្រហែល2គីឡូម៉ែត្រពីភូមិព្រះដាក់ប្រាសាទបន្ទាយសំរែសាងឡើងនៅពាក់កណ្ដាលសតវត្សទី12ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយព្រះនរាយណ៍ប្រាសាទនេះត្រូវបានសាងសង់អំពីថ្មភក់ផ្សំជាមួយថ្មបាយក្រៀមដែលយើងនឹងឃើញជញ្ជាំងរបស់សាលវែងព័ទ្ធជុំវិញដោយខ្ពស់សន្លឹមនិងគ្រឹះខាងក្នុងរបស់ប្រាសាទត្រូវបានសាងសង់អំពីថ្មបាយក្រៀមហើយដំបូលរបស់សាលវែងព័ទ្ធជុំវិញតួប្រាសាទសាងសង់អំពីឈើនិងប្រក់ក្បឿងប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ប្រាសាទនេះត្រូវបានអ្នកសិក្សាផ្នែកសំណង់ស្ថាបត្យកម្មនិងសិល្បៈបុរាណបានសិក្សាឃើញថាប្រាសាទបន្ទាយសំរែមានលក្ខណៈសំណង់ស្ថាបត្យកម្មនិងសិល្បៈស្រដៀងទៅនឹងរចនាបថប្រាសាទអង្គរវត្តដូច្នេះពួកគេអាចធ្វើសេចក្តីសន្និដ្ឋានថាប្រាសាទបន្ទាយសំរែត្រូវបានកសាងនៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី2